សួស្តីប្រិយមិត្តអរគ្នាស្វាគមន៍សម្រាប់ការចូលមកកាន់ channel របស់ខ្ញុំនៅក្នុង channel របស់យើងគឺសិក្សាទៅលើកម្មវិធី Microsoft Word 2013តាំងពីមេរៀនទី1រហូតដល់ចប់អញ្ចឹងអ្នកនរគ្នាអាចតាមដានទស្សនាបានអូខេអញ្ចឹងយើងសិក្សាបន្តទៀតទៅនឹងកម្មវិធី Microsoft Word ហើយក្នុងមេរៀនមួយនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាទៅនឹងការឲ្យស្គាល់មុខងារទាំងនៅលើការងារកម្មវិធី Microsoft Word របស់យើងតើចំណុចមួយកន្លែងមួយមានមុខងារហើយមានឈ្មោះអីខ្លះអូខេខ្ញុំចាប់ផ្ដើមបង្ហាញតែម្ដងចំពោះដំបូងគេអ្នកនរគ្នានឹងឃើញកន្លែង document 1ខាងលើនេះហើយ Word នេះគឺមានន័យថាគឺកម្មវិធី Microsoft Word បើ Excel ក៏ដាក់ Excel កន្លែងហ្នឹងហើយណាអញ្ចឹងកន្លែងនេះគឺមានឈ្មោះថា Title Bar គឺជារបាមួយសម្រាប់បង្ហាញនៃឈ្មោះឯកសារដែលយើងបានរក្សាទុកឧទាហរណ៍ដែលយើងវាយហើយយើងរក្សាទុក cell ដាក់ឈ្មោះអីគេអូខេឈ្មោះអីគេសាច់យើងអ្នកដាក់ទៅដាក់ A1 ហ្នឹងទៅអញ្ចឹងកន្លែងឯកសារហ្នឹងគឺមានឈ្មោះថា A1 ដែរហើយអញ្ចឹងមានថា title ដាក់ចំណងជើងឯកសាររបស់យើងបន្តមកទៀតអ្នកទាំងគ្នាត្រូវមើលកន្លែងខាងលើផ្នែកខាងស្ដាំនេះគឺវាមានតែហ្នឹងគឺយើងអាចកំណត់បានប៉ុន្តែខ្ញុំមិនទាន់បង្ហាញទេគាត់ថាយើងឃើញប៉ុណ្ណឹងយើងបង្ហាញប៉ុណ្ណឹងសិនទៅគឺកន្លែងហ្នឹងមានឈ្មោះថា Quick Access Toolbar អញ្ចឹង Quick Access Toolbar គឺវាជារបាំមួយដែលមានទុកនៅមុខងារមួយចំនួនដើម្បីជួយសម្រួលដល់ការងារប្រើប្រាស់នៅក្នុងកម្មវិធីឲ្យបានឆាប់រហ័សរបស់យើងដែលមានដូចជាអីគេមានដូចជា Save មានដូចជា Redo Undo មានដូចជា Print Preview បាទអញ្ចឹងកន្លែងនេះគឺយើងអាចដាក់បន្ថែមទៀតពីកម្មវិធីពីក្នុង option មកបន្ថែមទៀតក៏បានដែរតែខ្ញុំមិនទាន់បង្ហាញទេណាអូខេចំពោះកន្លែងនេះគឺកន្លែង file នេះកន្លែងនេះគឺមានឈ្មោះថាOffice button គឺជាកន្លែងមួយដែលមានផ្ទុកដូចអីខ្លះអញ្ចឹង Office button គឺជាប៊ូតុងមួយសម្រាប់កំណត់លើមុខងារផ្សេងឬក៏ទៅលើឯកសារដូចជាបង្កើតឯកសារថ្មីណាហើយចុចទៅលើវាទៅយើងនឹងឃើញមុខងារដែលវាផ្ទុកនៅលើហ្នឹងហើយអញ្ចឹងមានដូចជាបង្កើតឯកសារថ្មីមានដូចជាបើកយកឯកសារដែលយើងបាន save ហើយហ្នឹងបើកយកមកប្រើប្រាស់ឬក៏យកមកកែថែមទៀតកន្លែង save រក្សាទុកនិងរក្សាទុកទិន្នន័យអូខេកន្លែង print និងកន្លែង share ឬក៏ import ផ្សេងហើយនឹងបិទផ្ទាំងការងាររបស់យើងអាច close កន្លែងហ្នឹងក៏បានបាទឬក៏ account option នេះគឺមានមុខងារច្រើនដែលយើងត្រូវទាញវាមកបន្ថែមនៅលើផ្ទាំងការងាររបស់យើងនៅលើដូចជា access toolbar របស់យើងក៏បានឬក៏ផ្សេងក៏បានដែរអូខេឥឡូវយើងបញ្ចប់ដំណឹងឲ្យយើងចូលទៅកាន់កន្លែងនេះមានដូចជា home insert design page layout reference mailing review view អញ្ចឹងកន្លែងនេះគឺមានឈ្មោះថា ribbon អូខេ ribbon bar ribbon bar អញ្ចឹង ribbon bar របស់យើងគឺមានប៉ុណ្ណឹងយើងចង់ទីបន្ថែមទៀតក៏បានដែរណាអូខេកន្លែង option ដែលយើងបានបង្ហាញក្នុង file មិញនេះអញ្ចឹង ribbon bar គឺមានបារជាច្រើនណាមានរបារជាច្រើនដែលយើងត្រូវកំណត់ឬក៏គេហៅ ribbon tab អូខេ ribbon tab អញ្ចឹងអានេះគេហៅថា home ribbon insert ribbon design ribbon អញ្ចឹងនៅក្នុង tab នីមួយៗគឺវាមានមុខងារច្រើនដែលយើងត្រូវកំណត់ឧទាហរណ៍ដូចជានៅក្នុង home tab ឬក៏ home ribbon ចឹងក្នុង home ribbon គឺមានមុខងារច្រើនដែលមានមុខងារដូចជាគេមានទូរនទីអាចតាក់ទងទៅនឹងការវិអត្ថបទដូចជាផ្លាស់ប្ដូរ mode អក្សរដាក់ពណ៌ពង្រីកទំហំអក្សរឬក៏រូបភាពអក្សរដិតអក្សរត្រេតអក្សររាងក្រាស់ឬក៏ការថតចម្លងនៃអក្សរជាដើមនេះកន្លែងនេះ copy ខាត់ហ្នឹងអញ្ចឹងមានមុខងាររបស់វាណាចំពោះ insert អញ្ចឹង insert គឺមានមុខងារផ្សេង
ចឹង insert មានអីខ្លះ insert គឺសម្រាប់ដាក់រូបភាពផ្សេងៗក្នុងឯកសារកំណត់ក្បាលទំព័រជើងទំព័រនិងធ្វើអក្សរឆ្លាក់ជាដើមចឹងមានច្រើនទៀតដែលយើងត្រូវកំណត់ប៉ុន្តែខ្ញុំបង្ហាញតែប៉ុណ្ណឹងចំពោះ design គឺមានអីទៀតណាចឹងមានមុខងារច្រើនទៀតហើយlayout អូខេចឹង layout មានន័យជាគេសម្រាប់កំណត់ទំហំក្រដាសដែលតម្រូវការវាអក្សរនិងកំណត់ហ្គេមនៅខាងក្រៅដូចជាគេហៅថា machine ណា machine អូខេអញ្ចឹងវាមានច្រើនអញ្ចឹងកន្លែងនេះគឺសិតទៅនៅក្នុង ribbon tape អញ្ចឹងកន្លែងខ្ញុំបង្ហាញគ្រូកន្លែងនេះឲ្យស្គាល់សិនអូខេឥឡូវយើងកលេចមកមើលកន្លែងនេះគឺហៅ scroll ដែលយើងអាចទាញបានទៅលើទៅក្រោមនោះហៅ scroll ណាគេ scroll bar ទាញលើទៅក្រោមហ្នឹង scroll bar ចំពោះតើតើទៅនឹងកន្លែងនេះនៅក្នុងផ្ទាំងការងាររបស់យើងនេះគឺមានឈ្មោះថា work area work area គឺជាកន្លែងមួយដែលយើងអាចវាយបញ្ចូលនៅទិន្នន័យដូចជាវាយអត្ថបទដាក់រូបភាពធ្វើតារាងឬក៏កែច្នៃផ្សេងៗនិយាយទៅកិច្ចការរបស់យើងដែលយើងចង់ធ្វើនៅកន្លែងនេះគឺមានឈ្មោះថា work area អូខេចំពោះកន្លែងនេះគឺមានឈ្មោះថា minimize គឺសម្រាប់បង្រួមផ្ទាំងការងារឲ្យរក្សាទុកលើ taskbar អូខេស្គាល់ taskbar នេះ taskbar របស់យើងគឺកន្លែងនេះកាលណាយើងចុចទៅលើ minimize ទៅវានឹងបង្រួមទៅលើ taskbar របស់យើងនេះនេះថា taskbar ចំពោះកន្លែងនេះគឺមានឈ្មោះថា restore down ពេលចុចលើ restore down ទៅវានឹងបង្រួមឲ្យតូចជាងមុនណាឃើញទេបើយើងចង់បរិយវិញយើងអាចចុចទៅលើ restore down នឹងវិញទៅវានឹងពង្រីកឲ្យយើងវិញហើយចំពោះកន្លែងនេះគឺ close អូខេ close បើយើងចង់បិទកម្មវិធីទៅលើកម្មវិធី Microsoft Word របស់យើងឬក៏កម្មវិធីអីក៏ដោយឲ្យឃើញកន្លែងសញ្ញាខ្វែងនេះគឺមានឈ្មោះថា close អញ្ចឹងចុចទៅគឺបិទហើយណាចំណាំយើងចុចទៅគឺបិទកម្មវិធីហ្នឹងហើយអូខេបាទអរគុណហើយការបង្ហាញនៅវីដេអូរបស់យើងនេះគឺមានតែប៉ុណ្ណឹងហើយកុំភ្លេចតាមដានទស្សនាវីដេអូមេរៀនរបស់យើងនៅក្នុង channel របស់ខ្ញុំមានបន្តទៀតនៅក្នុងកម្មវិធី Microsoft Word ដែលយើងសិក្សាជាមួយគ្នាទាំងអស់គ្នា